ប្រាសាទតំបន់ធំគឺជាសំណង់ប្រាសាទដែលបានដឹកនាំកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7សូមប្រិយមិត្តមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូបែបប្រវត្តិសាស្ត្រនៅពេលក្រោយបន្តទៀតសូមអរគុណប្រាសាទតំបន់ធំជាស្ថាបត្យកម្មខ្មែរដែលបានកសាងឡើងនៅសតវត្សទី11ដល់សតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានប្រាសាទដំរីទ្រោមនៅក្បែរនោះនិងមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែកបើតាមឯកសារព្រឹទ្ធាចារ្យដែលរស់នៅនិងថែរក្សាប្រាសាទនោះបានបញ្ជាក់ថាកាលពីដើមឡើយប្រាសាទតាមាន់ទាំងមូលនោះមានឈ្មោះថាប្រាសាទវេទមន្តលុះក្រោយមកក៏ក្លាយជាឈ្មោះនៃប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនាប្រាសាទតាមាន់ធំកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកប្រសិនបើគ្មានដើមឈើនៅលើជញ្ជាំងភ្នំនៅពីមុខប្រាសាទគេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតនៅលើទំនាបរបស់ប្រទេសកម្ពុជាឆ្ពោះទៅភាគខាងត្បូងប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចម្ងាយនៅខាងក្រោមមានស្រះទឹកបុរាណមួយប្រាសាទតាមាន់ធំជាប្រាសាទដែលតម្កល់នៅលឹងព្រះសិវៈធម្មជាតិមួយដែលមានឈ្មោះថាស្វាយជំពូលឹងដែលមានឈ្មោះថាស្វាយចម្ពូលឹងដែលមានន័យថាលឹងដែលកើតឡើងដោយខ្លួនឯងលឹងធម្មជាតិដែលមានភាពល្បីល្បាញដូចគ្នាទៅនឹងព្រះសង្ឃនៅប្រាសាទភូនៅក្នុងទឹកដីប្រទេសឡាវនៅពេលបច្ចុប្បន្ននេះលក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមាន់ធំគឺជាតម្រង់ទិសនៃប្រាសាទបុរាណខ្មែរភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅជម្រកកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទបុរាណខ្មែរ2-3ប៉ុណ្ណោះដែលមានខ្លោងទ្វារបែរទៅទិសខាងត្បូងដូចជាប្រាសាទភិមាយនិងប្រាសាទតាមាន់ធំប្រាសាទដែលបែរទៅទិសខាងត្បូងមានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់ប្រាសាទភិមាយក៏ដូចជាប្រាសាទតាមាន់ធំដែរគឺបែរទៅទិសខាងត្បូងដែលតម្រង់ទៅរាជធានីអង្គរប្រាសាទតាមាន់ធំបែរមុខទៅទិសខាងត្បូងមាន 171.5 ដឺក្រេមាន 8.5 ដឺក្រេបែរទៅទិសខាងត្បូងនិងមាន 24 ដឺក្រេតម្រង់ទៅរាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែមានវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលត្រូវបានគេប្រដូចទៅនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិនៅក្នុងសម័យកាលបុរាណគឺប្រការនេះហើយដែលថ្មលិង្គស្វាយចម្ពូបានក្លាយទៅជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមាន់ធំដោយហេតុថាមានការកសាងឬក៏ការសាងសង់ប្រាង្គប្រធានហុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញប្រធានហុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញក្នុងបរិបទនេះហើយទីតាំងនៃប្រាសាទតាមាន់ក៏កាន់តែស័ក្តិសិទ្ធិឡើងមួយទ្វេជា2-3ដងយោងតាមសិលាចារឹកមួយផ្ទាំងដែលសពថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈរបស់ប្រទេសថៃពីមុនសិលាចារឹកនេះស្ថិតនៅក្នុងបរិវេណនៃសាលាភូមិន្ទរោងខ្នាឃុំតាមាន់ស្រុកកាប់ជើងខេត្តសុរិន្ទ
ចំពោះសិលាចារឹកនេះដែលបានសរសេរជាភាសាសំស្ក្រឹតនិងភាសាខ្មែរត្រូវបានចុះហៅចារនៅក្នុងឆ្នាំ942ត្រូវនឹងឆ្នាំ1060នៃគ្រិស្តសករាជសិលាចារឹកនេះក៏បានចារជាតួទាំង3ជ្រុងនៅជ្រុងទី1មាន19បន្ទាត់ជ្រុងទី2មាន2បន្ទាត់ដែលជ្រុងទី3មានចំនួន2បន្ទាត់រីឯប្រភេទសិលាចារឹកនេះគឺជាថ្មភក់ដែលមានលក្ខណៈរាងជាបន្ទះសីមាហើយកន្លែងដែលគេបានរកឃើញទាំងសិលាចារឹកនេះគឺនៅមុខប្រាសាទតាមាន់តែម្ដងកម្ពស់នៃសិលាចារឹកនេះគឺមានកម្ពស់50សង់ទីម៉ែត្រទទឹង 29.5 សង់ទីម៉ែត្រកម្រាស់ 7 សង់ទីម៉ែត្រជាទីបញ្ចប់សូមបញ្ជាក់ផងដែរថាថ្វីត្បិតតែប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅសតវត្សទី11ក្តីក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេយោងតាមការស្រាវជ្រាវរបស់យើងម្នាក់ៗអាចកត់សម្គាល់បានថាទីតាំងនេះត្រូវបានប្រជានារីខ្មែរដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតាំងពីសម័យបុរេអង្គរម្លេះពោលគឺនៅដើមសតវត្សសម័យចេនឡានៅក្នុងចុងសតវត្សទី6ដើមសតវត្សទី7ជាពិសេសក្នុងសម័យកាលរបស់ព្រះបាទមហិន្ទ្រវរ្ម័នចិត្រសេនាបន្ទាប់ពីប្រិយមិត្តបានស្ដាប់នឹងការអត្ថាធិប្បាយរបស់មរតកខ្មែររួចមកតើប្រិយមិត្តយល់ឃើញបែបណាដែរចំពោះការអត្ថាធិប្បាយរបស់ប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរដែលបច្ចុប្បន្នកំពុងតែមានការប្រទាញបន្ទង់ជន្លោះពីសំណាក់ប្រទេសសៀមដែលដណ្ដើមយកកាន់កាប់នៃប្រាសាទរបស់ខ្មែរថាជារបស់ខ្លួនហើយក៏សូមប្រិយមិត្តទាំងអស់គ្នាមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីជាការគាំទ្រលើកទឹកចិត្តទៅដល់អ្នកផលិតវីដេអូបែបប្រវត្តិសាស្ត្រដើម្បីឲ្យមានការផ្សាយនៅបែបវីដេអូនេះនិងមានការជូនទៅដល់ប្រិយមិត្តទាំងអស់គ្នាបានមុនគេផងដែរសូមអរគុណ